ជិះម៉ូតូជិះអីដូចតែយើងអញ្ចឹងបងប្អូនơiអត់ខុសគ្នានោះទេគឺច្រែលិចច្រែកើតដូចតែគ្នាហ្នឹងជម្រាបសួរបងប្អូនទាំងអស់គ្នាវិលជួបគ្នាសារជាថ្មីជាមួយនឹង Vlog របស់ខ្ញុំថ្ងៃនេះគឺនាំមកជូនទៅដើរលេងនៅឯវៀតណាមហើយបើសួរថានៅពេលដែលទៅដល់ហូជីមីញហើយនៅពេលយប់ទៅលេងណាសួរខ្ញុំក៏ខ្ញុំអត់ដឹងដែរនិយាយថាដឹងទៅលេងណាទេនេះជាលើកទី1អញ្ចឹងចេះតែដើរទៅបងប្អូនអើយដើរលិចដើរកើតទៅមិនដឹងទៅដល់ណាណីទេដល់ពេលទៅដល់គឺដល់ម៉ោងដែលគេចេញមកអស់ចឹងគឺមានមនុស្សទេប៉ុន្តែនៅកន្លែងនេះខ្ញុំគិតថាបើសិនជាបងប្អូនមកខ្ទង់ម៉ោងប្រហែលជា5ឬ6ល្ងាចណាអាចនឹងស្រូបខ្យល់អាកាសពីទន្លេហើយមានខ្យល់មានអីបក់ចឹងទៅមានមនុស្សអ៊ូអរមើលទៅប្រហែលជាសប្បាយហើយជាមួយនឹងភ្លើងគេបើកបំភ្លឺខ្ទង់ម៉ោង6អីហ្នឹងប៉ុន្តែនៅពេលដែលខ្ញុំទៅនេះម៉ោងចូលម៉ោង10យប់ហើយអញ្ចឹងមនុស្សគេចេញមកវិញអត់មានមនុស្សអត់មានអីទេហើយក៏ភ្លើងខ្លះកន្លែងខ្លះគេបិទដែរបងប្អូនអញ្ចឹងដូចខ្ញុំអញ្ចឹងបើសិនជាបងប្អូនចង់មកកន្លែងនេះចង់ថតរូបស្អាតឬក៏ចង់ស្រូបខ្យល់អាកាសអញ្ចឹងទៅគឺអាចមកខ្ទង់ម៉ោងប្រហែលជា5 6បានតែខ្ញុំគិតថាបើសិនជាបងប្អូនចង់ស្រូបខ្យល់អាកាសអ្នកភ្នំពេញអត់ពិបាកទេមកកោះនរាមកកោះពេជ្រមកកន្លែងយើងប្រទេសយើងស្អាតស្អាតសឹងអីហ្នឹងហើយមានកន្លែងថតរូបស្អាតស្អាតទៀតប៉ុន្តែអានេះដោយសារតែបានទៅដល់នឹងហើយទៅការងារទៅលេងផងចឹងក៏ឆ្លៀតថតវីដេអូបង្ហោះជូនបងប្អូនទៅយើងចែករំលែកចឹងណានេះដូចស្ពានកោះនរាយើងអញ្ចឹងបងប្អូនឃើញទេគឺដូចតែគ្នាហ្នឹងចាំបើថាប្រទេសយើងក៏ស្អាតស្អាតខ្លាំងមែនតែនតែម្ដងជាពិសេសគឺមានប្រជាជនល្អទឹកចិត្តស្មោះសរនិយាយទៅគឺគួរឲ្យរាប់អានតែម្ដងហើយពេលយប់ពេលអីនេះគេមានអង្គុយផឹកអង្គុយដូចតែយើងអញ្ចឹងបងប្អូនអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ